ដើម្បីចម្លងតេឡេបាទនៅលើម៉ូតូដោយដៃបានណាបងប្អូនបាទទី1យើងត្រូវមាន ID key ដែលត្រឹមត្រូវបាទចំនួន9ខ្ទង់ហ្នឹងបាទទី2យើងត្រូវមានតេឡេបាទហើយជាបន្ទាប់បាទគឺយើងមកមើលជាមួយនឹងដុយពណ៌ក្រហមបាទនៅគៀកជាមួយនឹងអាគុយណាបងប្អូនបាទគឺប្រភេទដុយរបៀបនេះណាបាទយើងដុយហ្នឹងយើងយកមកប៉ង់ជាមួយនឹងក្បាលអាគុយខាងបោកអញ្ចឹងបន្ទាប់ពីយើងប៉ង់ជាមួយក្បាលអាគុយខាងបោកហើយគឺតម្រូវឲ្យបងប្អូនចុចជាមួយនឹងបាទកង្កាក់ម៉ាស់ណាកង្កាក់បញ្ជូនម៉ាស់ឬក៏ហៅថាប៊ូតុងចម្លងម៉ាស់ណាបងប្អូនបាទអញ្ចឹងបើប្រភេទ20បកគោលគឺយើងចុចទៅលើកង្កាក់ដេបើ33បកគោលឬក៏21បកគោលគឺយើងចុចទៅលើបាទសុំសោណាអញ្ចឹងបន្ទាប់ពីយើងចុចហើយគឺនឹងមានភ្លើងសញ្ញាសោណាភ្លើងពណ៌ទឹកក្រូចហ្នឹងបាទគឺនឹងលោតចេញមកអញ្ចឹងបន្ទាប់ពីលោតចេញមកប្រសិនបើលេខកូដរបស់យើងផ្ដើមលើលេខ1បាទគឺយើងចុច1ដងបើផ្ដើមលេខ2ចុច2ដងអញ្ចឹងយើងចុចបញ្ជូនចំនួន9ខ្ទង់នេះរួចរាល់បើត្រឹមត្រូវគឺយើងនឹងលើសលេងកលឹះ solenoid បើកណាបន្ទាប់ពីកលឹះ solenoid បើកហើយសូមបងប្អូនបាទមកមើលជាមួយនឹងតេឡេរបស់យើងណាបាទតេឡេរបស់យើងត្រូវតែនៅភ្លើងពណ៌បៃតងបន្ទាប់មកយើងនឹងធ្វើការកាច់សោបាទបន្ទាប់ពីយើងកាច់សោហើយបាទយើងមកទីផ្ទាត់ណាប្រសិនបើតេឡេនឹងបត់ចម្លងបានជោគជ័យគឺនឹងលោតភ្លើងសញ្ញាសោនេះចំនួន4ដងនៅលើតាប្លូបាទសួស្តីបងប្អូនជាងជួសជុលម៉ូតូយើងទាំងអស់គ្នាបាទថ្ងៃនេះយើងនឹងចម្លងតេឡេដោយយើងមានត្រឹមតែ ID key វា9ខ្ទង់បាទហើយយើងចម្លងតេឡេគឺចម្លងនៅលើតួម៉ូតូតែម្ដងណាបាទអញ្ចឹងដើម្បីចម្លងតេឡេបែបនេះបានគឺទី1យើងត្រូវមាន ID key របស់វាណាចំនួន9ខ្ទង់បាទអញ្ចឹងដើម្បីធ្វើការចម្លងតេឡេបានបាទទី1យើងត្រូវនេះអាដូចចម្លងតេឡេណាដូចពណ៌ក្រហមបាទអញ្ចឹងចាប់ជាមួយនឹងក្បាលអាគុយខាងបោកណាបាទចាប់ដើមបាទធ្វើការចុចទៅលើប៊ូតុងម៉ាស់បាទដើម្បីធ្វើការវាយបញ្ចូលជាមួយនឹង ID key វា9ខ្ទង់រួចឈានទៅដល់ការចម្លងតេឡេណាបាទបាទអញ្ចឹងគឺផ្ដើមដោយលេខ1បាទខ្ញុំចុច1បាទ2 3 4 5 2 3 4 5 6 7 1 2 3 4 5 1 2 1 2 3 4 5 6 7ចឹងដល់លេខចុងក្រោយគឺយើងត្រៀមតេឡេយើងមកបងណាបាទ1 2 3 4 5អូខេបាទតេឡេយើងបើកសិនណាបាទអូខេយើងក្រោយពីយើងបើកហើយយើងចាប់តាមកាច់សោយើងមកមើលណាបាទចឹងអានេះបលូត4ដងមានន័យថាតេឡេយើងបានជោគជ័យបាទណោះឥឡូវយើងមើលណា1 2 3 4បាទអូខេណាឥឡូវមើលម្ដងទៀតមើលសញ្ញាតោណាបើសិនតែយើងធ្វើការកាច់ទៅភ្លើងសោលើចំនួន4ដងណា4ដងនេះទៅទៀតសោតបើសិនតែ4ដងឲ្យស្គាល់គឺអត់លោតអញ្ចឹងណាអានេះ1 2ឥឡូវ1 2 3 4ឃើញទេបើលោតអត់ស្គាល់នេះគឺលោតបាទមួយបែបទៀតណាបាទគឺលោត1 2 3ហើយស្កប់បាទនេះលោតមកញាប់អញ្ចឹងមានន័យថាតេឡេបាទគឺបានចម្លងរួចរាល់ហើយណាអញ្ចឹងអានេះពេលវេលាខ្លីបាទធ្វើលឿនណាបាទអូខេឥឡូវយើងមកតេស្តជាមួយនឹងតេឡេយើងអស់គ្នាណាអូខេឥឡូវយើងមកធ្វើការតេស្តជាមួយនឹងតេឡេយើងអស់គ្នាបាទចង់ដឹងថាតេឡេយើងចម្លងរួចហើយឬនៅណាបាទយើងតេស្តជាមួយរលកញ៉ាសិនបាទណាបាទនេះណាឃើញណាបាទអញ្ចឹងបាទតេឡេយើងត្រូវបានចម្លងរួចរាល់ហើយបងប្អូនបាទអញ្ចឹងនេះគឺជាការចម្លងតេឡេដោយយើងមិនចាំបាច់បាទធ្វើការប្រើជាមួយនឹងម៉ាស៊ីន scan ឬក៏ adapter ទេឲ្យតែយើងមាន ID key ចំនួន9ខ្ទង់បាទគឺយើងយកមកអនុវត្តបែបនេះបានណាបងប្អូនបាទអញ្ចឹងយើងរួចរាល់ហើយបងប្អូនណាបាទសម្រាប់ការចម្លងតេឡេគឺងាយស្រួលទេបងប្អូនឲ្យតែយើងមាន key ID វាណាអានេះប្រភេទ20បកគោលបងណាបាទ20បកគោលគឺយើងប្រើជាមួយនឹងអុកប៊ូតុងម៉ាស់ដើម្បីបញ្ចូលជាមួយនឹង key ID 9ខ្ទង់បាទរួចហើយយើងនឹងធ្វើការបាទចម្លងតេឡេណាបាទអូខេអរគុណជម្រាបលាមាន